អ្នកនាងសាងនេះជាស្រែចិញ្ចឹមត្រីទី10ហើយម្ចាស់អាងចិញ្ចឹមត្រីនេះគឺនៅខាងមុខនោះសូមអញ្ជើញអ្នកនាងសាងបងថននេះគឺអ្នកនាងសាងម្ចាស់ក្រុមហ៊ុនរបស់យើងអូនបែកពីបងចេញទៅសិក្សាអូនបានសន្យារៀបការនឹងគ្នាគឺនាងសាងទេពួកយើងខានជួបគ្នាយូរហើយបងថនបងស្គាល់អ្នកនាងសាងដែរបងសុឡានតាន់នៅឡានម្ដងសុធីណាបងជូនអូនទឹកនេះបានហើយណាកងដៃនេះយាយរបស់បងទុកវាឲ្យបងគាត់ប្រាប់ថាទុកឲ្យមនុស្សស្រីតែគាត់ចូលចិត្តអូនឥឡូវបងប្រគល់វាឲ្យអូនចាប់ពីពេលនេះតទៅបងក៏បាននៅជាមួយអូនទេកងដៃនេះតំណាងបងឲ្យនៅជាមួយអូនសុឡានបងត្រូវចងចាំពាក្យសន្យាបងជាមួយអូនណាល្អត្រូវមករកអូនពេលអូនរៀនចប់ឬទេកុំបារម្ភអីណាបងនឹងមករកអូនលុយនេះបងសន្សំទុកជាយូរឆ្នាំមកហើយអូនយកវាទុកចាយទៅណាបើមិនគ្រប់ទេចាំបងផ្ញើតាមគេឲ្យទីនោះណាឡើងគេមកដល់ហើយអូនឆាប់ទៅណាសុធីមកប្រកាសជារៀបការនឹងអូនណារងចាំបងរៀបការជាមួយគ្នាណាអ្នកនាងសាខានជួបគ្នាយូរមកហើយបងត្រឡប់ទៅធ្វើការបងសិនទេសុឡាប៉ុន្មានឆ្នាំមកនេះបងមិនអីទេចូលវិញមិនអីទេសុទ្ធទេបងខំស្វែងរកគ្រប់ច្រកល្ហកតែបងក៏មិនបានទៅដែរសូឡាបើសិនជាឯងចាក់ចេញទៅនៅថ្ងៃនេះកុំត្រឡប់មកវិញឯងទៅជួយលេខជាម្ដាយកូននឹងគ្នាទៀតហើយឯងក៏មិនចាំបាច់ហៅយើងថាម៉ាក់ដែរម៉ាក់កូនបានសន្យាជាមួយសុទ្ធធីហើយថាកូននឹងទៅរកនាងជាច្រើនឆ្នាំមកហើយសូម្បីតែទូរស័ព្ទខលមកក៏គ្មានតែឯងទៅរកនាងនោះនៅឯណាឃើញទៅគឺវាដូចជារាវជននៅក្នុងបាត់សបុតអញ្ចឹងឯងដឹងទេម៉ាក់បានសួរស៊ើបកូនគេឲ្យឯងពួកគេជាក្មេងស្រីសុទ្ធតែល្អឯងនៅតែមិនពេញចិត្តទៀតបើសិនជាឯងចាក់ចេញនៅថ្ងៃនេះគឺមិនបាច់ត្រឡប់មករកជើងវិញទេឯងធ្វើឲ្យម៉ាក់ក្តៅកាហាយណាម៉ាកូនពិតជាកូនអកតញ្ញូមិនគ្រប់តាមម៉ាសូមម៉ាក់ថែរក្សាខ្លួនផងណាម៉ាតើខ្ញុំមានបាបកម្មអ្វីទៅប្រហែលឆ្នាំមកនេះបងទៅទីក្រុងប៉េកាំងនឹងសិនចិនបងដើររកអូនគ្រប់ទីកន្លែងសូម្បីតែខ្វាំងតុងនឹងសៀនឯងក៏បងទៅដែរប៉ុន្តែអូនដូចជាបាត់ស្រមោលសូនឈឹងគ្មានលឺដំណឹងអ្វីអូនបន្តិចឡើយបងតាមរកអូនអស់រយៈពេល6ឆ្នាំមកហើយបងទទួលស្គាល់ថា6ឆ្នាំមកទៀតបងរស់ទាំងលំបាកស៊ូឡាងតាមពិតអូនបានហើយមិនបាយរៀបរាប់បញ្យល់បងទេនេះជា MOU សហប្រតិបត្តិការអង្គចិញ្ចឹមត្រីអូនមើលខ្លួនឯងចុះរាត្រីត្រជាក់ទាំងចិត្តរលឹកទ្រូងឆ្វេងតាមស្ពឹកសនខឹងពីមពីរំចាស់ថ្នាក់ខ្នងទៅសនធាកាយព្រឺរមាខំព្រានឹកថ្លៃពីស្បៃបងដូចសំឡឹងឆ្ងាយនឹកស្នេហ៍អូយអូនពួកឯងទាំងពីរនេះមកធ្វើអីភាពសិតស្នាលអីនៅនេះមិនចេះខ្វះគេសិតតែមនុស្សនេះជុំវិញនេះតែពួកឯងពីរនាក់នឹងបានជួបគ្នាដោយរបៀបណាទៅឲ្យពួកយើងចាស់ពីរនាក់នេះបានត្រូវមើលអូពួកបងក៏មានវាសនាដែរបងដឹងទេតែពួកខ្ញុំទឹកពីរស្គាល់គ្នាតាមវាមិនទៅខ្ញុំក៏អរគុណដល់ស៊ីនយូដែរបើឯងទាំងពីរជួបគ្នាតាមអនឡាញទេទុកចិត្តបានដែរហ៎ចាវាគឺជាការពិតគឺអាចទុកចិត្តបានតែការនោះខ្ញុំជាអ្នកដឹងតាមគាត់
និយាយទៅនិយាយមកពួកឯងទីពីរគឺជា design គ្នាតែម្ដងអូគឺចឹងមែនហើយបងនេះអែបសិនយូរូបបេះដូងក្នុងនោះមានប្រុសនិងស្រីសិតតែស្អាតសុទ្ធតែនៅលីវស្អាតដូចច្រឡឹងមានចិត្តស្លូតបូតនិងចេះគិតរយៈជ្រៅទៀតផងចំណែកប្រុសទាំងអស់នោះគួរឲ្យទុកចិត្តណាស់ដូចខ្ញុំជាដើមតែចំណែករូបថតនិងព័ត៌មានរូបសម្រស់របស់គេគឺត្រូវបានផ្ទៀងផ្ទាត់ដោយមនុស្សពិតៗផងដែរណាអីយ៉ាព្រះហើយនៅឆ្ងាយពីគ្នារាប់សិបយោជន៍វាពិតដែរទៅរួចដែរកុំបារម្ភខ្ញុំនឹងជួបអ្នកបានណែនាំដល់អ្នកពួកគេសុទ្ធតែជានារីនៅលីក្នុងស្រុកគ្រប់រៀងនៅស្ថានភាពក៏មិនដល់ដែរជឿគំនិតល្អមែនតារាដាហ្វីនៅខ្ញុំចង់បានស្រីនោះទីតម្រង់ជួគ្នាជប់សាក់បងសិនហើយអូមែនហើយគេតម្រូវលក្ខខណ្ឌឲ្យបងតម្រង់ជួពីដើមភូមិទៅចុងភូមិហ្នឹងណានេះបងចុចលើវីដេអូខាងក្រោមនេះតែទាយកមួយឲ្យមកមើលណាអូសិតតែស្អាតណាបងអីនេះវិញសុធីងជប់សិនចាប់អូនបានស្រាច់ចាប់បានហើយយ៉ាប់ទៅណាស៊ូឡាំងក្រែងបងនិយាយថាបងរៀបការជាមួយអូនចឹងមិនហើយស្រីទាំងអស់នៅឯណាទៅគ្រាន់តែនិយាយប៉ះចំប្រធានបទនេះភ្លាមមើលអូនចុះអូនអៀនមុខហោបហើយនេះអៀនហើយមើលបងមិនទាន់រកឃើញនៅឡើយទេមិនក៏អូនចាប់អារម្មណ៍ហើយហ៎មែនហើយចាប់តាំងពីអូននិយាយចឹងបងដូចមានការយល់ព្រមជាមួយអូនដោយស្ទាក់ស្ទើរហើយនេះបងកំពុងតែសាច់ច្បាស់ឲ្យអូនណាបងស្វែងរកអូនគ្រប់ទីអស់ហើយតែស្រស់ត្រាំងត្រៃអូនទៅសុធីងរាត្រីត្រជាក់បងប្រកាសជារៀបការនឹងអូននៅរងចាំបងរៀបការជាមួយអូនណាពីរំចាស់ថ្នាក់ខ្នងពេលសុនភីកាយព្រឺរងាខំព្រានឹកថ្លៃទីស្បៃបងរួចសំឡំឆ្ងាយនឹកស្នេហ៍ឈឺសាយចិត្តរឹកស្រមៃថាស្រមោស្ងួនពួនមើលរំភៃប្រឡំហត់ដីស្រីពីចម្ងាយយកតំតែស្នាប់បាត់រត់សំលេងតែសងរែងចំចិត្តអត់ណាយសម្រាប់បងស៊ូឡាំងថ្ងៃមុខទៅពេលអូនមានលុយអូននឹងទិញវាចំការទាំងនោះបងជាអ្នកចិញ្ចឹមត្រីចំណែកអូនជាអ្នកដាំផ្កាអូនចូលរស់នៅក្បែរបងអូននឹងដាំផ្កាបានច្រើនអូនដាំផ្កាទាំងអស់ដើម្បីឲ្យកន្លែងនោះដូចជាមានទីខាររដូវមិនបាត់ទេខ្លាចពេលក្រោយអូនជាអ្នកទទួលខុសត្រូវចំពោះភាពស្រស់ស្អាតដូចជាផ្កាអញ្ចឹងណាចំណែកបងវិញនៅទីនេះជាអ្នករកលុយចិញ្ចឹមគ្រួសារបងស៊ូឡាំងបងមានដឹងទេ6ឆ្នាំមកនេះអូនបានដើរស្វែងរកបងគ្រប់ទីកន្លែងទាំងអស់សំទោសអ្នកមីងបងស៊ូឡាំងគាត់នៅផ្ទះទីខ្ញុំរកគាត់ណែសាងស៊ូធីងឈប់មកធ្វើបាបស៊ូឡាំងកូនប្រុសយើងទៅស៊ូឡាំងគេបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យដល់ល្បីល្បាញមួយកន្លែងមើលនេះចាស់តាសំនឹងគេដែរទេអ្នកមីងឲ្យខ្ញុំសុំលេខតាក់ទងបងស៊ូឡាំងបានទេខ្ញុំបានបាត់លេខតាក់ទងរបស់គាត់ហើយសូមមីងជួយប្រាប់ផងគេបានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យទៅនៅក្នុងទីក្រុងហើយគេទើបតែរៀបការកាលពីឆ្នាំមុននេះឯងជីវិតគេពោពេញដោយក្តីរីករាយសូមនាងកុំទៅរំខានគេអីមិនអាចទៅរួចទេព្រោះស៊ូឡាំងគាត់សន្យាថារៀបការជាមួយខ្ញុំហើយនាងឆាប់ចេញពីមុខយើងទៅក្រាបងបានចុះកិច្ចសន្យាជួយអាងចាំត្រីគឺជាការសន្យារបស់បងឃើញទេអូនបានចូលវាស្រែក្បែរនោះសឹងគ្រប់អស់ហើយនេះក៏ជាការសន្យារបស់អូនដែរបងមានដឹងទេ6ឆ្នាំកន្លងមកអ្នកដឹងថាអូននឹកបងប៉ុណ្ណាទេចំណែកបងវិញក៏នឹកអូនខ្លាំងដែរសុធីងអូនពួកយើងមិនបាច់ជជែករត់ខុសត្រូវខាងដាក់គ្នាទេណាស្រុកសក្តីមកអ្វីដែលអូននឹងបងបានសន្យាគ្នានឹងតាំងចិត្តខំប្រឹងប្រែងកន្លងមកនោះតើវានៅមានប្រសិទ្ធភាពដដែលទេតើអូននៅតែមានបំណងចង់រៀបការជាមួយបងដដែលទេអូននៅតែចង់រៀបការជាមួយបងសុធីងអូនអី
SM 99សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រិយមិត្តទាំងអស់ដែលបានតាមដានទស្សនាវីដេអូយើងខ្ញុំតាំងតែពីដើមរហូតដល់ចប់និងបានជួយគាំទ្រតាមរយៈការចុច Follow Like Share និង Comment មកកាន់ Page យើងខ្ញុំ Admin សូមជូនពរប្រិយមិត្តទាំងអស់ជួបតែសុខភាពល្អសុភមង្គលនិងសំណាងល្អគ្រប់ក្រុមគ្រួសារសូមអរគុណ